សួស្តីអ្នកទាំងអស់គ្នានេះគឺជាវិធីមួយចំនួនដែលអ្នកទាំងអស់គ្នាអាចស្រោចទឹកប្រទាលរបស់អ្នកទាំងអស់គ្នានៅផ្ទះបានដោយខ្លួនឯងដែលអ្វីដែលត្រូវការចាំបាច់ទៅក្នុងការស្រោចទឹកនោះគឺឧបករណ៍ពីរនេះឧបករណ៍ទី1គឺដបដែលមានជាពួយនៅពីមុខបែបនេះអ្នកទាំងអស់គ្នាវិធីស្រោចអ្នកទាំងអស់គ្នាគ្រាន់តែស្រោចជុំវិញគល់វាបែបនេះទៅបានហើយវិធីនេះគឺល្អបំផុតសម្រាប់អ្នកថែទាំរុក្ខជាតិមួយប្រភេទនេះនៅក្នុង office ព្រោះវាមិនធ្វើឲ្យទឹកដក់លើស្លឹកនិងមិនងាយរលួយអ្នកទាំងអស់គ្នាស្រោចរហូតដល់ទឹកហូរបែបនេះទៅបញ្ឈប់ណាឧបករណ៍ទី2អ្នកទាំងអស់គ្នាអាចស្វែងរកវត្ថុណាដែលអាចដក់ទឹកបានបែបនេះវិធីនេះអាចស្រោចបានទាំងលើស្លឹកនិងគល់ប៉ុន្តែមិនណែនាំចំពោះអ្នកនៅក្នុង office ទេវាល្អបំផុតសម្រាប់អ្នកដែលដាំវានៅហាលក្តៅប៉ុន្តែពួកយើងក៏មានមួយវិធីទៀតដែរនោះគឺអ្នកទាំងអស់គ្នាដាក់ទឹកក្នុងឡាំងបែបនេះមកបន្ទាប់មកយកប្រទាលរបស់អ្នកទាំងអស់គ្នានឹងជ្រុំបញ្ចូលទៅក្នុងហ្នឹងទៅចុចមុជរៀងយឺតតិចមកណាអ្នកទាំងអស់គ្នាដើម្បីឲ្យវាជ្រាបចូលទៅក្នុងហ្នឹងបានល្អរួចសំស្រង់ចេញរួចទុកឲ្យស្រស់ទឹកទៅរួចជាការស្រេចរីឯដប spray នេះវិញគឺហាមដាច់ខាតអ្នកទាំងអស់គ្នាមិនអាចយកវាទៅស្រោចបានទេដោយអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺវាបាញ់ចេញមកគឺវាតិចខ្លាំងពេកប្រសិនបើអ្នកទាំងអស់គ្នាយកវាទៅ spray នៅលើរុក្ខជាតិរបស់អ្នកទាំងអស់គ្នាវាមិនអាចសើមដល់គល់នោះទេ